សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីប្រធានបទមួយដែលភាគច្រើននរណាក៏ប្រឈមមុខដែរប៉ុន្តែពិបាកនៅក្នុងការនិយាយមកនោះគឺក្តីស្រឡាញ់មិនច្បាស់លាស់អ្វីទៅដែលហៅថាជាក្តីស្រឡាញ់មិនច្បាស់លាស់វាគឺជាអារម្មណ៍មួយដែលមិនច្បាស់ថាអ្នកនឹងស្រឡាញ់នរណាម្នាក់តែអ្នកក៏មិនចង់បាត់បង់មនុស្សម្នាក់នោះដែរវាជាស្ថានភាពដែលគ្មានសេចក្តីប្រកបវិជ្ជានៅក្នុងចិត្តប្រសិនបើអ្នកធ្លាប់មានមិត្តភក្តិដែលពិសេសម្នាក់ដែលអ្នកគិតថាគាត់ប្រហែលជាស្រឡាញ់អ្នកប៉ុន្តែគាត់មិនដែលនិយាយចេញមកឬអ្នកមានអារម្មណ៍ថាខ្លួនឯងចូលចិត្តគេប៉ុន្តែម្ដងក៏គិតថាបើនិយាយចេញទៅអាចនឹងបាត់បង់មិត្តភាពនោះនេះហៅថាស្ថានភាពមិនច្បាស់លាស់ក្តីស្រឡាញ់មិនច្បាស់លាស់អាចបង្កឲ្យមានការបាត់បង់ទៅលើការជឿជាក់លើខ្លួនឯងវាធ្វើឲ្យអ្នករងចាំមើលសារស្ដាប់ពាក្យបន្តិចបន្តួចរបស់គាត់ហើយចង់ដឹងថាអ្វីដែលជាការពិតអ្នកអាចនឹងពិបាកចិត្តច្រើនលើអ្វីដែលមិនច្បាស់លាស់ហើយវាកាន់តែធ្វើឲ្យពិបាកចិត្តខ្លាំងថែមទៀតប្រសិនបើអ្នកដឹងថាគាត់គ្រាន់តែគិតអ្នកជាមិត្តរួមដំណើរតែប៉ុណ្ណោះដំណោះស្រាយមិនមែនជាការចាក់ចេញភ្លាមនោះទេតែត្រូវតែចាប់ផ្ដើមពីការស្វែងយល់ពីអារម្មណ៍ខ្លួនឯងឲ្យបានច្បាស់ជាដំបូងសិនសួរខ្លួនឯងថាតើអ្នកស្រឡាញ់គាត់ពិតប្រាកដដែរឬទេតើអ្នករងចាំអ្វីបើអ្នកស្ទាក់ស្ទើរនៅក្នុងចិត្តអ្នកអាចជ្រើសរើសការនិយាយចេញមកបានមិនថាទោះជាលទ្ធផលបែបណាក៏ដោយភាពស្ងៀមស្ងាត់គ្មានភាពច្បាស់លាស់គឺជារបៀបមួយនៃការជឿចាប់រយៈពេលយូរស្រឡាញ់មិនមែនជារឿងខុសទេតែការបន្តរស់នៅក្នុងស្ថានភាពអាចធ្វើឲ្យចិត្តរបស់យើងគឺសោកសៅខ្លាំងកុំខ្លាចនឹងការសួរចំពោះអារម្មណ៍របស់គេការយល់ច្បាស់កាន់តែអនុញ្ញាតឲ្យអ្នកជ្រើសរើសជីវិតដោយភាពឯករាជ្យការស្រឡាញ់នរណាម្នាក់មិនអាចបង្ខំឲ្យគេស្រឡាញ់យើងវិញបានទេប៉ុន្តែអ្នកអាចជ្រើសរើសបានពីការសួរដើម្បីជៀសវាងស្ថិតនៅក្នុងភាពមិនប្រកបវិជ្ជានិងការខាត់បងពេលវេលានៅក្នុងជីវិតរបស់យើងសរុបសេចក្តីមកស្នេហាឬក៏ជាក្តីស្រឡាញ់មួយដែលមិនច្បាស់លាស់គឺវានឹងធ្វើឲ្យភាគីម្ខាងទៀតឬជាពិសេសយើងខ្លួនយើងស្ថិតនៅក្នុងស្ថានភាពមួយមិនច្បាស់លាស់អាចនឹងប្រឈមនឹងបញ្ហាផ្សេងទៀតដែលយើងនឹកស្មានមិនដល់ហើយដូចនេះចូលសួរខ្លួនឯងថាតើអ្នកចង់បានស្នេហាបែបណាឬក៏ស្ថិតនៅក្នុងស្ថានភាពបែបណាដើម្បីជៀសវាងកុំឲ្យបញ្ហាសម្រាប់ខ្លួនឯងឬក៏មនុស្សដែរយើងរាប់អានក្នុងន័យនេះមានន័យថាស្នេហាវាតតែមានមនុស្សពីរនាក់ចូលរួមបើសិនជាយើងដឹងថាក្នុងទំនាក់ទំនងនឹងគ្រាន់តែជាមិត្តភក្តិឬក៏មិត្តរួមដំណើរទេយើងបែងចែកនិងស្គាល់ឲ្យច្បាស់ថាវាបែបណាបើស្នេហាគឺស្នេហាបើមិត្តភាពគឺមិត្តភាពអញ្ចឹងទៅចិត្តរបស់យើងមិនសូវជាសោកសៅមិនសូវជាពិបាកចិត្តច្រើនសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀត